anh nên là cái lại cái lụa copper không vô nè cái lại cặp copper lụa mong nơi khang sọc chân lụa copper cặp phim lên nơi cái lại cái phơm hộp chứ anh ấy cặp lụa chỉ cái lô chẳng mong cái lại cái phơm vô nè nơi khang sọc chân anh ấy đuông đơn này dương đấy đuông này anh ấy đừng đôi chỉ tôi như nào này đôi chỉ ấy chỉ lấy nó mấy ông vô này sẽ chụp quay cái đây giờ sọc dương đây anh nung đột sẽ điện đôi là nung chạy dương đang vô hay cái tối câu anh em mình bột bè đặt bột bè giờ mà lụa mong vô này khang xa sọc chân không vô nữa này đấy đặt bột bè để đặt vô mà lụa được còn mà vậy này một xa cái vô mình chọn mình tên mình đã chiaគ្នាចង់រួចទៅតាមផ្លូវបងប្អូននេះមកកពើដាក់ទាំងរស់ចឹងបណ្ដោយចាប់មកទាំងរស់លេងហូលវើកចឹងបណ្ដោយហើយកាប់លក់ដូចសាច់ជ្រូកចឹងពើដល់កហើយគេមកទិញម៉ួយមកទិញច្រើនមែនតើមកដឹង1គីឡូប៉ុន្មាននេះចាំមើលគេដាក់តម្លៃមើលបងប្អូនមើលគេមានគេដាក់តម្លៃអត់1គីឡូប៉ុន្មានកពើធំដល់ហើយមួយចូល200-300គីឡូហើយស្រួលកពើសាច់ដល់ហើយនេះបងប្អូនមើលនេះកន្លែងគេថតតែកន្លែងកាប់កពើលក់នេះបងប្អូនមើលកន្លែងគេធ្វើទីអញ្ចឹងមកហើយកពើនេះចូល200គីឡូ300គីឡូហើយស្រួលទាំងរស់បងប្អូនពើនេះនៅរស់ចឹងrồiដាក់លេងកាប់មើលនៅរើឡើយកាប់ដាច់ប្រាខ្លួនបើធំមកកពើនេះអ្នកធ្វើជំនាញដល់ហើយកាប់ដាច់បាត់ហើយបងប្អូននេះដាក់បាំងកុំឲ្យឃើញឈាមកុំឲ្យក្រុមហ៊ុនបែនបើយើងអត់ដាក់ឲ្យបាំងអញ្ចឹងYouTube គេបែនបងប្អូនអត់ឲ្យផុសទៅវាអត់តិចនេះដល់កន្លែងគេផ្លែសយកសាច់ជាគីឡូលក់អញ្ចឹងណាចាំមើលតិចទៀតមើលគេមានដាក់ជា1គីឡូប៉ុន្មានអត់មើលម៉ួយមកទិញបងប្អូនអានេះទិញកន្លែងគិតគប់កតុយទិញមកដុំអញ្ចឹងបើអូនប្រហែល30យួនបងប្អូនឬក៏$30មិនដឹងទេបងប្អូន30យួនថោកហើយ$30ទៅ1គីឡូនៅច្រើនមែនតើបងប្អូននៅផ្សារនេះមើលនៅនឹងណែនអានេះគឺសមុទ្រអានេះតើស្មាក្តាមហ្មងបងអានេះកន្លែងគេធ្វើម្ហូបពេញទាំងអស់សាគ្រឿងក្នុងគ្រឿងអីហ្នឹងបងប្អូនអានេះសាច់កពើមិញសាច់កពើសាច់ដើកអូនេះសាច់ដើកអានេះនឹងស្អីបងប្អូនមើលដូចចលែនមិញទេស្អីខ្លះនេះខ្ញុំថាចលែនអានេះបងប្អូនណាមើលស្គាល់ថាអីគេហ្នឹងអានេះដួងបងប្អូនដូចស្រុកយើងដែរអានេះដូចខ្ទួយបងប្អូនខ្ទួយគេលក់ដែរមើលឡើងអូវាឡើងញ៉ៃខ្ទួយគេឲ្យញ៉ាំដែរបងប្អូននៅខាងស្រុកចិននេះមានគ្រប់ប្រភេទអានេះជោគខ្វៃបងប្អូន1គីឡូ3.8 កាក់ដុល្លារ3.8 កាក់ជោគខ្វៃនេះលក់ដាច់បងប្អូនកាត់ជាដុំនឹងមួយអានេះមកផ្ទះមកគេកាត់លក់មកផ្ទះចូល1គីឡូខ្វៃនឹងស្ងួតចេះអស់សាច់ថោកដែរបងប្អូន$3.8អត់ដល់ឲ្យ$4ផង15,000 1គីឡូថោកនៅយើងសាច់ជ្រូកយើង1គីឡូ20,000បងប្អូនលើសាច់ជ្រូកសអានេះទាខ្វៃគេ1គីឡូ$10ទាខ្វៃ
ទីគេធំដូចប៉ុណ្្នឹងកងានេះទីនេះ1 គីឡូ$10មាននេះមិនថ្លៃហ្មងណាបងប្អូនពួកគេខ្វាយរួចហើយនេះទូគេដាក់ខ្វាយដូចតែនៅស្រុកយើងដែរខ្ញុំសរសើររបៀបគេកាប់បងប្អូនកាប់ហូបគេកាប់បានច្រើនមើលទៅកាប់ដាក់ជាពិសេសកាប់ដាក់ប្រអប់គេឆ្នៃកាប់បានច្រើនមែនតើនេះស្អីគេបងប្អូនវាជាមន់ឬក៏មិនហ៎1 គីឡូ5និយាយចុច2មិញ45 យន់ស្មើ$13នេះនេះហូបស្អីគេទេមើលដាច់យើងបងប្អូននេះជួយមើលទាំងអស់គ្នាមើលនំដុតហ្នឹងបងប្អូនមានសាច់ដាក់ពីលើទៀតអានេះនំវាធ្វើភ្លាមតំណងឆ្ងាញ់ដែរបងប្អូនស្រួយអានេះដូចនំប៉ោងយើងទៅគេដុតភ្លាមម្សៅវាភ្លាមអូល្ងវាគ្រឿងគេដាក់ឡើងពេញទាំងអស់ល្ងអត់ដឹងមួយម៉ាននេះចាំមើលគេដាក់តម្លៃឲ្យទាំងអស់គ្នាបងប្អូនចាំមើលគេមានដាក់តម្លៃអត់នេះនំគេធ្វើភ្លាមនេះសម្រាប់គេអុកម្សៅក្រោយវាចេញជារូបរាងយកទៅដុតនេះគេនំគេដុតហើយអានេះអីគេខ្មៅនេះឡដុតនំគេហ្នឹងមែនប្រហែលទៅបងប្អូនអូគេជាលក់ទឹកសុសគេអូតើឡដុតនំគេតំណងមកគេដាក់ជាប់នៅជាងហ្នឹងហ្មងនេះ$0.9 0.9 សេននំគេនំដុតគេដុតដូចភីសាដែរបងដុតភ្លាមតំណងមកគេដែរតាស្ដើងនេះដាក់ប្រម៉ូចូលគ្នាអានេះនំពងមាន់គេដាក់ម្សៅលាយចូលគ្នាទៅស្រោចទឹកសុសទៅរួចបានជានំមួយរបស់គេបងប្អូនតំណងមែនតើអានេះដូចនំគ្រក់ដែរបងប្អូនដូចនំស្អីគេទេហើយខាវស្អីគេខ្ញុំផ្លេគៀវនេះធ្វើស្តៀងគៀវយើងដែរទូចមូលអានេះ$4.5 សេន1 គីឡូនំស្អីគេទេនេះបំពងផ្ទះគេប៉ុណ្ណាណៃនេះស្អីគេបងប្អូនដូចគ្រឿងក្នុងមិនហ្នឹងគ្រឿងក្នុងឬអីអានេះស្អីគេទេដូចនំស្លឹកចេកអីមិនចេះនំស្លឹកអីគេទេវិញមើលមិនសូវដាច់ដែរខ្ញុំដូចនំគមយើងចឹងបងដូចនំគមស្រុកខ្មែរយើងចឹងមើលទៅប៉ុន្តែគឺវិចស្លឹកដូចស្លឹកឈើស្លឹកអីទេអត់ស្គាល់គេលក់គិតគីឡូទាំងអស់ស្រុកនេះបងប្អូនគិតគីឡូស្លឹងគីឡូលក់មិនថានំមិនថាអីទេគិតជាគីឡូបណ្ដោយអានេះកណ្ដុរហើយនោះស្អីគេទៅមើលដាច់ទេមកខាងទៀតត្រូវបងប្អូននេះកណ្ដុរទូចសំបីតាមេរងក៏មានលក់ដែរនេះអូនេះគេដាក់លក់ថ្នាំការពារមេរងការពារអីចឹងអានេះបន្លែលក់តាមផ្លូវមាន់ចងជើងលក់ចឹងបណ្ដោយបងប្អូនទីចងជើងលក់មួយបន្លែចឹងបណ្ដោយតំណមកគេទៅនេះស្អីគេទេកៅឈូកមែន$2.9 សេនកៅឈូកហើយជាកៅឈូកបងប្អូនមើលទៅឬក៏តាពាំងទេនេះមើលខ្ញុំហើយតាពាំងមើលទៅអូតាពាំងអានេះគេដូចថាតាពាំងភិចហ្នឹងបងប្អូននេះគឺស្រាយអូថយស្រាយយើងញោមធ្វើយកមកញោមយកមកអីហ្នឹងអានេះគឺស្អីគេផ្សិតស្អីខ្លះទេមើលមិនដាច់ទេនេះកន្លែងលក់បន្លែមានគ្រប់ប្រភេទមកបងប្អូននៅស្រុកនេះលក់
មិនថាខ្ទួយមិនថាក្អែបអីលក់ទាំងអស់នេះមកដល់គេផ្កាផ្កាអូគីដេបងប្អូនស្អាតមែនតើផ្កាអូគីដេដូចនៅស្រុកខ្មែរយើងដែរមកយ៉ាងមកគេប្រកាត់លក់អានេះអត់ដឹងមួយម៉ានទេចាំមើលគេមានដាក់តម្លៃអត់មកគូនឹងម៉ានចាំមើលតំណងមកគេដែរបងប្អូនកាត់ផ្កាប្រកាត់ផ្កានឹងលក់កន្លែងនេះក៏មកដល់កន្លែងលក់ផ្កាម្ដងនេះមានកូនឈើកូនផ្កាយគ្រប់ប្រភេទចឹងបងប្អូនផ្សារនេះលក់ចម្រុះតែម្ដងមកដល់កន្លែងតឹងពៅមួយកែវ6យួនស្មើនឹង 0.9 សេនស្មើនឹង 3000បងប្អូន3500អានេះទឹកក្រូចសម្បាច់ទឹកក្រូចសម្បាច់ភ្លាម$1.18 សេនអានេះត្រីគ្រឿងសមុទ្រគេបងប្អូនឬត្រីអីទេត្រីទឹកសាបឬត្រីទឹកប្រៃទេនេះស្អីគេទេដែរមើលដាច់ហ្នឹងបងប្អូននេះនេះបកងអូស្ត្រាលីគេហ្នឹងបងប្អូនអានេះកូនដើកូនកធាហ្នឹងនេះខ្នុរគេខ្នុរវាល្អបងប្អូនមើលសាច់3យន់ហើយ3ឡាទេមិញសល់ចិត្តទាំងអស់មើលអត់ដាច់ទេដល់ហើយសាច់នេះសាច់គោ1គីឡូ12យន់ហើយក៏$12បងប្អូនអានេះសាច់ជ្រូកវាដូចជ្រូកព្រៃហ្នឹងបងប្អូនច្បាស់វានេះស្អីគេងៀតមិនដឹងងៀតអីទេបងប្អូននេះមើលអត់ដាច់ទេប្រហែលជាងៀតគោអីកតុយគោនេះតានឹងអង្គុយម្លក់ងៀតគោកតុយគោដល់ហើយកតុយគោនេះគោក្បាលគោនេះជ្រូកកូនជ្រូកវាដាក់លក់ចឹងបណ្ដោយចាំយកមកលក់ដាក់មកលក់ក្នុងដាក់ធុងគេចឹងមកអានេះមានកូនឆ្កែទៀតនេះឡើងលក់កូនសត្វកូនឆ្កែស្អាតមែនតើអានេះមានពូជឆ្កែគ្រប់ប្រភេទបងប្អូនមានឆ្មាមានឆ្កែមានជ្រូកមកអែមមកគេទីក៏មានអានេះមកប្រហែលជា16000មិញ$1.5កាអានេះមន់កូនមន់$1.5កាដូចគ្នា10យន់មិនដឹងក្នុងមួយក្បាលឬក៏ក្នុង1គីឡូទេបងប្អូនអានេះសេកសេកស្អាតមែនតើសេកទូចបងប្អូនកងានអូសទៅអានេះទាកាហ្វាយើងហ្នឹងនឹង1គីឡូម៉ាទេដល់កន្លែងធ្វើម្ហូបទៀតកន្លែងធ្វើម្ហូបគេមើលនេះធ្វើកន្លែងធ្វើមាន់ធ្វើទាបងប្អូនណាបយមាន់បយទាលក់ភ្លាមចឹងមកអានេះគេយកមកធ្វើកន្លែងតាញ់ហើយគេយកមកធ្វើកន្លែងនេះបានគេកន្លែងស៊ីឈ្នួលធ្វើអានេះគឺសមុទ្រដូចជាងាវភក់ងាវអីហ្នឹងបងប្អូនដើរស្រុកយើងដែរអានេះមកដល់ឡើងដូចជាកាហ្វេអានេះដូចខកកាហ្វេក៏មិននេះស្អីគេទេនេះកាហ្វេដាក់ចឹងមកអានេះគេកិនលក់កិននេះគេស្រកដល់លក់ចឹង100កាហ្វេនេះទឹកខ្មៅល្អដល់ហើយនេះមានមាសកាយ៉ូទេបងប្អូនលក់នៅតាមផ្លូវចឹងបណ្ដោយ business ថ្មីអត់ខ្លាចគេប្លន់ទេដាក់នៅក្រៅវាចឹងបណ្ដោយកន្លែងនេះកន្លែងលក់គ្រឿងសមុទ្រដែរបងប្អូនណាគ្រឿងសមុទ្រងៀតអានេះដូចជាគៀខៀមឬក៏អីទេបងប្អូននេះដល់កន្លែងលក់ខោអាវ$5 3ខោមានគ្រប់ប្រភេទបងប្អូនណាពេលនេះមកថតកន្លែងខោអាវស្អីទៀត
អានេះឡើងក៏ឲ្យជុះវាបងប្អូនដាច់មែនតើមករើសគ្រប់គ្នានេះឡើងស្អីទេបងប្អូនអូឡើងអូ screen ទូរស័ព្ទអានេះគ្រឿងសង្ហារឹមគេសុកគេនៅតែមានមិនថាស្រុកណាបងប្អូននៅមានអ្នកសុំទានដល់គ្នានៅស្រុកខ្មែរស្រុកចិនអីមានដល់គ្នាបងប្អូនសិតតែអត់អ្នកមានអត់មានខ្វះខាតអីដល់គ្នាយើងដូចយើងដែរមើលទៅមានអ្នកសុំទានអីដល់គ្នាទាំងបងប្អូនចឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត